លោកជីឈុតថតថ្ងៃនេះអត់មានបញ្ហាអីទេមែនទេមិនអាចរកអ្នកជំនួសបានទេអីមើលទៅខ្សែកាបនេះដូចមិនសូវមានសុវត្ថិភាពសោះហ្មងណែបើខ្ញុំមានគ្រោះថ្នាក់អីតាក្រុមការងារលោកអញទទួលខុសត្រូវរួចទេមិននឹងអាចទៅលោកប្រធានជីហាយើងនិយាយគ្នាហើយតើថាមិនបាច់ប្រើអ្នកជំនួសទេត្រូវថតផ្ទាល់មកមែនអត់គេបានធ្វើតេស្តត្រឹមត្រូវអស់ហើយធានាសុវត្ថិភាព100ហ្មងខ្ញុំមិនជឿពួកគេទេខ្ញុំជឿតែអញទេចង់ឲ្យខ្ញុំលេងផ្ទាល់ក៏បានអញជួយតេស្តឲ្យខ្ញុំមើលបន្តិចមកបើសុវត្ថិភាពពិតមែនខ្ញុំនឹងឡើងប្រធានជាប្រកាសជាមិនហ៊ានទេអូខេខ្ញុំនឹងសាកមើលមិនរកអ្នកជំនួសទៅឲ្យលោកឡើងទៅដូចជាគ្រោះថ្នាក់ពេកហើយហាអត់អីទេចុះបើខ្ញុំសាកហើយអត់អីឯងអាចថតផ្ទាល់បានហើយមែនទេប្រកាសណាស់ឲ្យតែវាមានសុវត្ថិភាពមែនតោះហាត្រៀមរួចរាល់ហើយមែនទេទាញឡើងហាសោះពិតជាមានកម្ពុជាអ្នកខ្លាំងនៅទីនេះមែនគ្រាន់តែអ្នកធម្មតាសោះអាចហោះឡើងបានខ្ពស់ម្លេះហើយការហ្វឹកហាត់របស់ខ្ញុំនៅស្ទើរនៅឡើយទេមើលទៅខ្ញុំនៅតែត្រូវលាក់ខ្លួនសិនហើយកុំឲ្យមានរឿងជាមួយពួកបិសាចអស់នេះជីឈួនលើកនេះឯងច្បាស់ជាងាប់មិនខានកុំបន្ទោសខ្ញុំអីណាបើចង់បន្ទោសក្មេងនោះចុះដែលមិនស្គាល់ទៀបខ្ពស់ហ៊ានទល់ដណ្ដើមមរតកជាមួយខ្ញុំនេះមិននឹងអាចទៅរួចអាសចំមិនបានជាខ្ញុំត្រូវជួយគេខ្ញុំត្រូវគេបង្ខំឲ្យបញ្ចេញស្នាដៃហើយតែនឹងសម្លាប់ចោលទាំងអស់ទៅត្រូវសម្លាប់ពួកគេទាំងអស់នឹងហ្មងមិនចម្លែកទេដែលមុននេះសំបីកម្ពុជាអ្នកខ្លាំងក៏ចាញ់ក្រោមដៃគេឬមួយក៏ជីឈ្វាន់នេះក៏ជាកម្ពុជាអ្នកហាត់សិល្បៈដែរហោះហើយគេហោះហើយខ្សែកាបដាច់ហើយមិននឹងអាចហោះបានទៅខ្ញុំនឹងធ្វើឲ្យមួយទៀតហោះដែរនេះច្បាស់ជាកម្ពុជាអ្នកខ្លាំងហើយតាមដែលខ្ញុំដឹងរាងកាយមនុស្សធម្មតាមិនអាចហោះបានទេទោះបីជាចូលដល់កម្រិតសិល្បៈក៏ប្រហែលមិនអាចហោះហើរបានស្រួលដែរតើនេះជាវត្ថុស័ក្តិសិទ្ធិកម្រិតខ្ពស់មែនទេត្រឹមជាជំនួយការតូចតាចសោះសុទ្ធតែជាអ្នកខ្លាំងសិស្សគុណសិល្បៈសូមគោរពលោកម្ចាស់សូមគោរពលោកម្ចាស់លោកគ្រូបានផ្ដាំហើយថាមិនឲ្យខ្ញុំបញ្ចេញទ្វេដៃទេឥឡូវមានអ្នកខ្លាំងតាមដានខ្ញុំហើយត្រូវធ្វើម៉េចទៅបើគេបង្ខំឲ្យឯងប្រើវិជ្ជាឯងត្រូវតែធ្វើឲ្យពួកគេភ្លេចវាចោលឬក៏សម្លាប់បំបត្តិមាត់ចោលតែម្ដងបើអញ្ចឹងកុំបន្ទោសខ្ញុំអីណា